ញ៉ាំមានភ្ញៀវសួរខ្ញុំតាក់ទងជាមួយនឹងរឿងកែបនេះហេតុអីបានមាន2 3តម្លៃគេសួរខ្ញុំតាមមាន fake មាន copy មែនតែឥឡូវខ្ញុំមិននិយាយបកស្រាយបន្តិចតាក់ទងជាមួយនឹងរឿងកែបណាចារបស់អីក៏ដោយដែរចាគេធ្វើមកមានថ្លៃមានថោកមានធូរថ្លៃសម្រាប់អ្នកដែលមានជីវភាពសមរម្យអីចឹងទៅចាថ្ងៃនេះខ្ញុំមកប្រាប់ពីភាពខុសគ្នារវាងកែប3ដែលមានឈ្មោះដូចគ្នារូបរាងស្ទើរតែដូចគ្នាទាំងអស់ប៉ុន្តែ material ខុសគ្នាមិនត្រឹមតែរូបរាងដូចគ្នាទេប៉ុន្តែការវេចខ្ចប់សឹងថាដូចគ្នាបេះដាក់តែម្ដងខុសគ្នាតែតម្ងន់ហើយនឹង material ទេបងប្អូនមួយគ្រាប់មុនគេនេះគឺមួយគ្រាប់$35ហើយ material របស់វាគឺធ្វើអំពីដែកកន្លែងឆ្អឹងនេះគឺធ្វើអំពីដែកខាងក្រោមក្រាលទៅដោយកៅផ្លាស្ទិកហើយទម្ងន់វា205ក្រាមអាចថា2ខាំបន្តិចណាបងប្អូនហើយយើងមក unboxing មួយទៀតណាមួយគ្រាប់នេះគឺឆ្អឹងវាធ្វើពីកបោនហើយតម្លៃវាជាង$40បងប្អូនមើលការវេចខ្ចប់មើលប្រអប់អីដូចគ្នាបេះបិទតែម្ដងចាតែ material នៅកន្លែងឆ្អឹងនេះគឺខុសគ្នាពីអាមុនមិញណាចាអាមួយនេះគឺត្រឹមតែ192ក្រាមទេទម្ងន់ត្រូមនុស្សដែលគាត់ជិះកែបកង់នេះអាចត្រូបានត្រឹម102ក្រាមតែប៉ុណ្ណោះ102គីឡូក្រាមណាចឹងបងប្អូនដែលទិញកែបនេះយកទៅប្រើត្រូវ make sure តែខ្លួនឯងមានទម្ងន់ត្រឹមតែ102គីឡូក្រាមតែប៉ុណ្ណោះអូខេយើងមកចូលមកគ្រាប់ចុងក្រោយចាគឺមួយគ្រាប់ជាង$50មួយគ្រាប់នេះគឺក្រាលទៅដោយកបោនហើយនឹងឆ្អឹងវាក៏កបោនដែរចាបងប្អូនមើលរូបរាង3នេះដូចគ្នាបេះដាក់តែម្ដងគ្រាន់តែថា materialអាថ្លៃនេះគឺ$55នេះគឺយើងក្រាលជាមួយនឹងកបោនហើយឆ្អឹងវាកបោនទៀតចាស្រាលយកតែមែនទេតែម្ដងចាទម្ងន់ត្រឹមតែ163ក្រាមតែប៉ុណ្ណោះហើយ maximum មនុស្សដែលគាត់អាចជិះជាមួយនឹងកែបនេះបានគឺ102គីឡូក្រាមដូចអាមុនដែរចាដូចអាទី2ដែរប៉ុន្តែបងប្អូនមើលរូបរាងខាងក្រៅគឺថាខុសគ្នាតិចតែម្ដងចាមិនថាការវេចខ្ចប់មិនថារូបរាងខាងលើទេគឺមើលទៅស្តៀងគ្នាប៉ុន្តែនៅពេលដែលយើងមើលបាតវាបានយើងដឹងថាអូ material វាបែបម៉េចចឹងណាបងប្អូនចាអញ្ចឹងមានតែប៉ុណ្្នឹងទេអរគុណច្រើន